គោរពប្រតិបត្តិជំរាបសួរលោកអ្នកនិងសួស្តីសាស្ត្រាចារ្យអរគុណគួយបរិបានទេសនាបាទអរគុណបាទលោកអ្នកមកស្វែងរកមេពីរកពាក្យដែលថាដូចពាក្យថាប្រជាពិធឬក៏ប្រជាធិបតេយ្យមិនគេថាម៉េចប្រជាពិធនិងប្រជាធិបតេយ្យមកលោកអ្នកមកបាទនេះគឺទូរស័ព្ទដែលយើងទាញយកបានវិជ្ជាកម្មខ្មែរទាំងវគ្គទី5ទាំងវគ្គទី4ឬក៏ទី3រួចមកហើយប៉ុន្តែនេះយើងចុចក្នុងវគ្គទី5បាទដូចនេះមកបាទលោកគឺដូចយ៉ាងនេះធម្មតាវាតែនោះចែកយើងលុកចែកទៅបាទយើងលុកចែកបាទហើយយើងចាក់ដល់សរសេរយើងសរសេរថាប្រជាសរសេរធម្មតាណាប្រជាចែកមកហើយប្រជាយើងចែកកន្លែងទៅបាទចុចទៅគឺឃើញប្រជានេះជានាមសព្ទហ្នឹងទេជានាមសព្ទឲ្យសំស្ក្រឹតលេខបាលីគឺបជាពពួកសត្វពពួកជនប្រជានិកប្រឬប្រជាជននោះបាទឆ្នេះក៏យើងមើលពាក្យថាប្រជាធិបតេយ្យមិនណាអូនេះប្រជាធិបតេយ្យទេមានន័យថាម៉េចភាពនៃប្រទេសតាមឋានៈខ្ញុំបានលោកได้អត្ថន័យទៅបាទភាពនៃប្រទេសដែលមានប្រជារាស្ត្រជាអធិបតីគឺប្រទេសឬរដ្ឋបាលដែលមានប្រជាជនជាធំយ៉ាងម៉េចធំក្នុងការរើសតំណាងរបស់ខ្លួនបាទរើសតំណាងរបស់ខ្លួនឲ្យជាអ្នកសម្រាប់កិច្ចការក្នុងប្រទេសនេះគឺបច្ចេកសញ្ញានោះបច្ចេកសញ្ញាបាទចុះបរិយាយ៉ាងម៉េចយើងបានធំទេអូមិនដេញទេបានធំបានទៅខ្ញុំមិនដេញទេបាទគេថាប្រជាពិធនេះប្រជាពិធទេបាទលើកតែទៅបាទលើកតែប្រជាពិធនេះមានន័យយ៉ាងម៉េចពាក្យនេះគឺពាក្យបញ្ជូឬការបញ្ចើចលើកជើងប្រជារាស្ត្រការលើកជើងលើកបញ្ជូប្រជារាស្ត្រគឺគ្រប់ប្រទេសនេះប្រទេសទាំងអស់គឺគេលើកបញ្ជូរាស្ត្របាទគេធ្វើបានសម្បត្តិសម្រាប់ជនចាស់ជារាស្ត្រទាំងអស់គ្នាបាទឬក៏គេធ្វើជាស័ក្តិសម្រាប់លោកគ្រូអ្នកគ្រូឬក៏មន្ត្រីរាជការទាំងអស់ឲ្យចេះគ្រប់គ្នាបាទឲ្យចេះគ្រប់គ្នាបាទអានេះហើយគេថាបញ្ជូគេថាបញ្ជូលើកជើងប្រជាពិធនេះណាបាទបានហើយយើងដូរមានពាក្យទៀតដូរយើងមកចុចនេះលោកមកចុចនេះសញ្ញានេះបាទចុចដូរបាទហើយវានៅដដែលបាទបើនៅដដែលចុចនេះទៀតចុចខ្វែងនេះណាចុចទៅប្រឡយើងចង់បានពីអីចង់ដេញចង់ដេញថាហែនេះគេទៅសេយ៉ាងម៉េចមកចង់ដេញឲ្យច្បាស់បើលោកនេះចង់ដេញពាក្យថាហែទាំងហែគ្រប់យ៉ាងគ្រប់ប្រភេទនឹងមានរោមែនអត់ចុចរោមើលទៅបាទចុចទៅសេកន្លែងហ្នឹងចុចលើអក្សរហបាទអានេះគេថាស្វែងរកអីមកថាពេលលោកអ្នកដេញដែរបាទហែបាទហដាក់សារអេហេបាទប្រេបានហើយមិនដាក់រោទេបាទចុចទៅបាទហេជាកិរិយាសព្ទនេះទេដើរជាក្បួនដើរយ៉ាងម៉េចទៅហេនេះហេសពហេព្រះពុទ្ធរូបហេកថិនមិនកឋិនទេរបៀបទីเป็นកឋិននេះកថិនអត្ថថបាទរាជសព្ទគឺគេដើរអមដើរហេទៅបាទនេះគេថាហេគ្រប់យ៉ាងនេះហេយ៉ាងម៉េចគឺមានរោខាងចំនេះណាលោកនេះជឿអានេះគឺជាក្បួនកម្ពីគេហៅថាវិជ្ជានុក្រមសម្រាប់ប្រទេសគេថាប្រទេសទី1រីខ្លួននេះគឺមានវិជ្ជានុក្រមកុំអោយពាក្យសរសេរនេះវាប្រសិទ្ធប្រសាទសរសេរតាមមិនស្គាល់ខុសមិនស្គាល់ត្រង់មិនស្គាល់សមិនស្គាល់ខ្មៅមិនស្គាល់ល្អមិនស្គាល់អាក្រក់ដឹងថាពាក្យនេះខុសពាក្យនេះវាមិនត្រង់ទេណាអោយដេញទៅបាទហើយក៏មានទេវតាណាមកកំណត់គឺអ្នកប្រាជ្ញខាងមុននេះមកកំណត់បើគេសប្បាយថាអូមិនត្រូវទេបាត់ជួនណាតនេះខុសហើយគេធ្វើទេក៏ធ្វើទៅរឿងរបស់គេបាទខ្ញុំបាទមានតែគុណតែឯងអរគុណដែលលោកអ្នកបានតាមទេសនាលោកអ្នកចង់រោអីទីក៏រោទៅណាស្វែងទៅបាទរោពាក្យណាដែលតិចតោក្នុងអក្សរណាក៏ធ្វើតែអក្សរនោះទៅឬក៏លើករោក្នុងអក្សរនោះទៅណាបាទស្វែងរោពាក្យថាសួស្ដីវាមិនសួស្ដីសួរអក្សរដាក់ស្អួរអត់ប្រើរោទេណាអត់ប្រើរោទេសួស្ដីសួស្ដីបាទមានអត្ថន័យយ៉ាងណាលុបមកហើយសួស្ដីបាទជានាមសព្ទបានតែឈ្មោះសួស្ដីណាបាទជានាមសព្ទលោកអ្នកអានទៅបាទសួស្ដីជានាមសព្ទណាទូមកដល់សួស្ដីត្រង់នេះមានសួស្ដីទូមកដល់សួស្ដីពាក្យអុយពោគ្នាបានគ្រប់ពេលប្រើតាមសម័យនិយមនេះណាសួស្ដីកញ្ញាសួស្ដីអ៊ំត្រង់នេះនិយាយពីអរុណយើងតែប៉ុណ្ណឹងអរុណណាបាទតែប៉ុណ្ណឹងហើយតែប៉ុណ្ណឹងក៏ចាញ់អរុណហើយណាលើកហូបថាអរុណសួស្ដីនៅត្រង់ណាអរុណស្វតិអរុណសួស្ដីណាអរុណស្វតិឬអរុណសួស្ដីក្នុងវេលាព្រឹកនោះពាក្យសម្រាប់អុយពោគ្នាគំនិបគ្នាក្នុងវេលាតាំងពីប្រហៀបរហូតដល់ថ្ងៃត្រង់មានឬមែនអុយពោគ្នាគំនិបគ្នាទៅបាទទីហ៊ានគេគំនិបលើកឯគំនិបស៊ីវិលទៅគេជំពាសសួរគ្នាកញ្ញាក្លោះកំមុំគឺសួស្ដីកញ្ញាសួស្ដីបងប្រុសសួស្ដីកំឡោះសួស្ដីក្រមុំតែកំឡោះដែរបាទយល់ទេលោកអ្នកអានេះពាក្យតែអរុណសួស្ដីកុំប្រើរោនោះកណ្ដាលបាទអរគុណច្រើនចំពោះលោកអ្នកដែលជួយបានទេសនាបាទ